បាទជម្រាបសួរបងប្អូនគឺយើងមកជួបគ្នាជាមួយនឹងក្បាលកែវបាទថ្ងៃនេះគឺជាក្បាលកែវធម្មតាទេហើយក្បាលកែវនេះក៏យើងច្នៃរួចអស់ហើយដែរនេះឃើញកន្លែងចុចដំបូងឡើយគឺវាប្រើវ៉ូលីមពួកអាវ៉ូលីមមូលបិទបើកហើយក្បាលកែវនេះក្បាលកែវថ្លៃប៉ុន្តែថ្មវាខូចបាត់ទៅហើយគឺយើងមានការផ្លាស់ប្ដូរថ្មហើយសៀមារបស់វានេះក៏ខូចទៀតអញ្ចឹងបញ្ហាពួកអានេះការពារធ្វើម៉េចកុំឲ្យប៉ះទឹកបងប្អូនពួកអាថ្លៃនេះថ្លៃមែនប៉ុន្តែវាអត់បានការពារជំរាបទឹកទេវាការពារបានតែពេលវាថ្មីតែពេលវាចាស់ទៅវាការពារជំរាបទឹកអត់បានទេអញ្ចឹងធ្វើម៉េចកុំឲ្យវាសើមទឹកបើសើមទឹកប្រញាប់ហាលថ្ងៃវាហើយកុំបើកវាចឹងវាបញ្ហាតើសើមទឹកឲ្យគឺមិនយូរទេដល់ខូចហើយចឹងនេះខ្ញុំធ្វើការកែប្រែវាអស់រលីងហើយព្រោះយើងត្រូវការតdirect ឃើញទេបើមិនតdirectប្រើអត់កើតទេហើយ USB នេះក៏ខូចហើយដែរយើងធ្វើការកាត់ផ្ដាច់ IC ចូលទាំងអស់នៅក្នុងនេះមាន IC បើមិនកាត់ផ្ដាច់ទេវាឆ្លងអញ្ចឹងវាអស់ថ្មយើងពេលយើងបើកអញ្ចឹងយើងប្រើអស់ថ្មពេលយើងទុកចោលអត់បានប្រើប្រាស់ស្អែកឡើងមកបើកក៏អស់ថ្មដែរអញ្ចឹងវាឆ្លងតាំងពីខ្ញុំកាត់ផ្ដាច់វាចូលមកវាអត់អីទេអត់មានការអស់ថ្មទេតែយើងប្រើអានេះខ្ញុំដាក់ថ្ម3គូថ្មគឺថ្មខ្ញុំយកថ្មបែបនេះឯងមកដាក់ថ្មនេះគឺមកគ្របវា1500មីលីអាំអញ្ចឹងយើងដាក់3គឺយើងវិធីតនៃការដាក់3គឺអត់យ៉ាប់ទេបងប្អូនយើង10000បន្តិចទៅគឺយើងតបូកមកបូកដកមកដកដូចថ្មវាមានបូកមកវានេះបូកនេះក្បាលចេះមកចឹងយើងតគឺយើងតបូកមកបូកហើយដកមកដកចេះមកហើយយើងយកខ្សែ2ហ្នឹងមកប្រើប្រាស់បូកដកគឺយើងយកមកប្រើប្រាស់ចឹងមកហើយសម្រាប់ថ្មប្រភេទនេះគឺបងប្អូនមើលទៅនេះអាលាតចេះណាគឺគូតលាតចេះអានេះគឺជាដកហើយចំណែកក្បាលវាខាងនេះឃើញក្បាលហើយមាននឹងវ័នចឹងនេះអាហ្នឹងគឺជាបូកណាអានេះបូកអានេះដកហើយបញ្ហាក្បាលកែវបែបនេះបើសិនជាបងប្អូនធ្វើការយកទៅសាកបញ្ហាវាខូចថ្មយកទៅសាកដោតភ្លើងសាកពឹបវាងាយពេញដល់ពេលប្រើ10-20នាទីឆ្លោះទៅ10-20នាទីវាអស់រួចហើយយកមកសាកវិញទៅងាយពេញអញ្ចឹងមានន័យថាខូចថ្មនេះវាខូចរបៀបម៉េចដូចថាថ្មមួយនេះវាប្រៀបដូចជាទឹកចឹងប្រៀបដូចជាទឹកមកពីងចឹងថ្មទឹកមកពីងចឹងតែកាលនៅថ្មីយើងដាក់វាពេញយើងប្រើយូរអស់តែដល់ពេលថ្មវាចាប់ដើមខូចមានន័យថាម៉េចមានន័យថាថ្មហ្នឹងដូចពីងហ្នឹងខូចអស់ពាក្យកណ្ដាលចឹងវាសល់តែពាក្យកណ្ដាលទេមូលហេតុហ្នឹងឯងបានយើងបញ្ចូលវាលះពេញប៉ុន្តែប្រើក៏លះអស់ចឹងណាអានេះដូចគ្នាចឹងឯងមុនដំបូងវាពេញបឹមដល់ពេលយើងប្រើយូរទៅវាចាប់ដើមខូចមានន័យថាវាខូចពាក្យកណ្ដាលនេះវាខូចពាក្យកណ្ដាលមកនេះខូចពាក្យកណ្ដាលចុះមកកលអញ្ចឹងវាសល់តែមួយកណ្ដាលហ្នឹងទេអញ្ចឹងមានមិនបរិមាណវាគឺវាតិច 50% ហ្មងអស់អញ្ចឹងវាចូលហះពេញប៉ុន្តែវាក៏ប្រើលះអត់ដែរអញ្ចឹងករណីបែបនេះគឺយើងទៅទិញថ្មបែបនេះមកយកមកដូរថ្មនេះបើសិនជាយើងទិញពួកអាថ្លៃតម្លៃថ្លៃមួយនេះ100ជាង10000ជាងហ្នឹងនេះចូល$3អីហ្នឹងណាតែបើថាទិញអាថោកមួយតែ$1ទេប៉ុន្តែខ្ញុំណែនាំបើជ្រុលបងប្អូនដូរក្បាលកែវដូរថ្មកុំទិញអាថោកបងប្អូនទិញថោកប្រើមិនបានខូចទៀតទិញអាថ្លៃមកបើមានលុយយើងទិញ2គ្រាប់មកគូវាមកយកមកដាក់អញ្ចឹងគឺបងប្អូនត្រឡប់មកប្រើប្រាស់បានធម្មតាហើយនឹងយូរនឹងករណី
ក្បាលកែវខូចថ្មវាបង្ហាញអាការៈរបៀបណាគឺបែបនោះឯងដូចខ្ញុំបញ្យល់មិញនឹងហ្នឹងឯងគឺថាវាសាក់លះពេញប៉ុន្តែប្រើលះអត់ដូចគ្នាហើយថាអ្នកខ្លះគាត់សួរថាមកពីអីអានឹងមកពីវាខូចថ្មដូចជាអាគុយអញ្ចឹងវាអត់កាន់ភ្លើងអញ្ចឹងណាអានឹងគឺអាការៈក្បាលកែវខូចថ្មចាប់ផ្ដើមខូចថ្ម